សៀវភៅបណ្ដាំកញ្ជ្រោងចាស់បកប្រែនឹងរៀបរៀងដោយធនឆៃពិសិដ្ឋអត្ថបទទី12ដកថយបង្កប់ដោយភាពអស្ចារ្យការដកថយគឺជាយុទ្ធសាស្ត្រនិងជាឧបាយកលពុំមែនជាគោលបំណងនិងពុំមែនជាការគេចវេះទេព្រោះបើដកថយបានក៏អាចវាយលុកវិញបានដែរការបើកឡាននៅលើផ្លូវតូចចង្អៀតតែងតែទល់មុខដាក់គ្នាជាញឹកញាប់បើភីគីណាមួយមិនព្រមដកថយនរណាក៏ពុំអាចទៅមុខបានដែរបើម្នាក់ចេះតែគិតថាតាមស្ថានភាពយើងមិនគួរជាអ្នកថយទេដូច្នេះវានឹងរងស្ទះនៅទីនោះហើយបើភីគីម្ខាងទៀតថយមិនកើតព្រោះគ្មានកន្លែងឲ្យថយដូច្នេះភីគីយើងត្រូវឈប់គិតថាភីគីណាគួរមិនគួរទៀតអ្នកណានឹងថយវាស្ថិតលើសុជីវធម៌និងអធ្យាស្រ័យរបស់អ្នកបើកតែក៏មានពួកបាបផ្សាចូលចិត្តធ្វើតាមអំពើចិត្តបានប៉ុណ្ណេះរកប៉ុណ្ណោះពុំនឹកគិតដល់ភាពស័ក្តិសមបើប្រឈមនឹងកាយវិការគ្មានអធ្យាស្រ័យរបស់អ្នកបើកប្រភេទនេះយើងមានតែថយក្រោយសិនព្រោះបើទៅឆ្លុះជាមួយអាចនឹងប្រើដៃប្រើជើងក៏ថាបានបទពិសោធន៍នៅក្នុងសង្គមមនុស្សព្រៃដាស់តឿនឲ្យយើងយល់ដឹងជាប់ជានិច្ចថាការដកថយគឺជាវិធីដ៏វិសេសមួយសម្រាប់យករួចខ្លួនលទ្ធផលនៃការដកថយនៅក្នុងបែបទំនាក់ទំនងមនុស្សជួនកាលវាមានផលធំធេងហួសពីការស្មានកញ្ជ្រោងចាស់មិនបានណែនាំឲ្យថយគ្រប់រឿងទេប្រយោជន៍នៃការថយមានពិតមែនប៉ុន្តែបើថយគ្រប់រឿងនឹងក្លាយជាការសាងនិស្ស័យថយបែបកំសាកមិនហ៊ានតស៊ូនឹងគេទោះបីជាអាចការពារខ្លួនបានតែប្រហែលជាត្រូវបាត់បង់ឱកាសច្រើនដូច្នេះទើបការដកថយគឺជាយុទ្ធសាស្ត្រនិងជាល្បិចកលពុំមែនជាគោលដៅពុំមែនជាការគេចវេះនេះគឺចំណុចគួរយល់ដឹងរបស់អ្នកដែលជ្រើសដកថយបើដូច្នោះតើយើងគួរដកថយយ៉ាងដូចម្តេចទៅយើងត្រូវតែយល់ជាមុនសិនពីអត្ថន័យនិងគោលដៅនៃការថយជាធម្មតាការដកថយមានគោលដៅជាច្រើនដូចតទៅនេះ 1. ដើម្បីកែបញ្ហាមានន័យថាការថយគ្រាន់តែជាការផ្លាស់ប្ដូរទីដៅផ្លាស់ប្ដូរសមរភូមិឬបង្កើតឱកាសដូចជាករណីឡានពីរគ្រឿងទល់មុខគ្នាជួនកាលយើងជាអ្នកថយមុនដើម្បីឲ្យឡានគេបោះចេញទើបឡានយើងបោះទៅមុខបានឬបើខាងមុខជាផ្លូវតយើងក៏ត្រូវថយរកផ្លូវផ្សេងដែរការថយលក្ខណៈនេះគឺជាការពិសោធន៍ផ្នែកបច្ចេកទេសប៉ុណ្ណោះដើម្បីរក្សាកម្លាំងទុកមានន័យថាពេលត្រូវប្រឈមមុខជាមួយគូប្រកួតប្រជែងដែលគ្មានឱកាសឈ្នះមានតែធ្វើឲ្យខូចខាតដល់កម្លាំងរបស់ខ្លួនឯងបែបនេះគឺត្រូវតែដកថយដើម្បីរក្សានិងសាងកម្លាំងប្រយុទ្ធរបស់ខ្លួនសាជាថ្មី 2. ដើម្បីបោកសត្រូវឲ្យបានចិត្តឲ្យដេញតាមរហូតដល់ធ្លាក់ចូលក្នុងអន្ទាក់ការថយក្នុងលក្ខណៈនេះជាកអុបបាយមួយការដែលសំខាន់គឺបញ្ឆោតស្ត្រូវឲ្យចូលមកក្នុងជ័យភូមិដែលខ្លួនមានប្រៀបគឺត្រូវថយបែបមានកអុបបាយមិនឲ្យស្ត្រូវសង្ស័យ 3. ថយដើម្បីវាយលុកឬវាយលុកដោយការថយការថយក្នុងលក្ខណៈនេះគឺជាវិធីឬកាយវិការមួយជាការដោះដូរមួយប្រភេទនិងថែមទាំងជាលក្ខខណ្ឌមួយបែបផងដែរព្រោះថយហើយអាចបដូរមកវិញបាននៅស្ថានភាពមួយទៀតដូច្នេះនៅក្នុងស្ថានភាពខ្លះការថយគឺជាការវាយលុកបើអាចដកថយ2ជំហានដើម្បីវាយលុក3ជំហាននោះវាកាន់តែអស្ចារ្យថែមទៀតដូច្នេះទើបឃើញថាការដកថយនោះមានលំនាំមានគោលការណ៍មិនអន់នោះទេអ្នកណាអាចយកទៅប្រើបានសមស្របនោះនឹងទទួលបានប្រយោជន៍ធំធេងមិនខានការបើយើងឃើញភីគីមខាងដកថយចូលប្រយ័ត្នកុំប្រញាប់ប្រញ័រគិតថានេះជាជ័យជំនះព្រោះនឹងធ្វើឲ្យយើងភ្លេចខ្លួនការវាយតម្លៃខុសឆ្គងនេះអាចធ្វើឲ្យយើងបរាជ័យដោយស្មានមិនដល់និងមិនបានការពារខ្លួនអ្វីតតែសោះ